មិនអាចទៅកាន់លំនៅឋានវិញបានដោយសារយោធាថៃដាក់ទូកុងតឺន័រនិងលួសបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភៀសទឹកប្រមាណជាង 1000 គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដោយមិនអាចទៅកាន់លំនៅឋានវិញបានដោយសារទាហានឈ្លានពានថៃដាក់ទូកុងតឺន័រនិងលួសបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងអស់ពីការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងកាលពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អំឡុងពេលចុះផ្ដិតយកទិដ្ឋភាពជនភៀសទឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងឃុំកោបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2025ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចថ្ងៃទី4ខែមករាឆ្នាំ2026ជនភៀសទឹកចំនួនមានជនភៀសទឹកចំនួន 25,407 នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញដូច្នេះក្នុងចំណោមជនភៀសទឹកសរុបជាង 6 សែនមាន 242,267 នាក់ក្នុងនោះស្ត្រី 127,886 នាក់និងកុមារ 78,907 នាក់បន្តស្នាក់នៅជំរំ